ស្ថានភាពអំពីការគម្រាមកំហែងនិងការឈ្លានពានរបស់ភាគីថៃមកលើតំបន់មួយចំនួននៅក្នុងដែនអធិបតេយ្យរបស់កម្ពុជាទី1ស្ថានភាពជួរមុខនៅក្នុងសមរភូមិទិសយុទ្ធភូមិភាគទី4នៅក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យនិងខេត្តព្រះវិហារភាគីថៃបានបន្តបាញ់ប្រហារមកលើកម្ពុជាគិតចាប់តាំងពីម៉ោង1រំលងអធ្រាត្ររហូតដល់ម៉ោង8:00នាទីព្រឹកថ្ងៃទី16ខែធ្នូឆ្នាំ2025នេះនៅវេលាម៉ោង1:00នាទីរំលងអធ្រាត្រយោធាថៃបានធ្វើការបាញ់ផ្លោងចូលក្នុងភូមិសាស្ត្រប្រាសាទតាក្របីនិងជប់អង្គុញឥតដាច់នៅវេលាម៉ោង5:30នាទីយោធាថៃបានចាប់ផ្ដើមធ្វើការបាញ់ប្រហារដោយប្រើប្រាស់កាំភ្លើងធំប្រភេទ155មីលីម៉ែត្រចូលក្នុងភូមិសាស្ត្រប្រាសាទព្រះវិហារនៅវេលាម៉ោង6:00នាទីព្រឹកយោធាថៃបានបាញ់ផ្លោងចូលក្នុងភូមិសាស្ត្រប្រាសាទតាក្របីនិងប្រាសាទតាមាន់និងថ្មដូននៅវេលាម៉ោង7:20នាទីយោធាថៃបានបាញ់ផ្លោងចូលក្នុងភូមិសាស្ត្រភ្នំខ្មោចដោយប្រើប្រាស់កាំភ្លើងបំពាក់លើរថក្រោះចំពោះស្ថានភាពនៅក្នុងភូមិសាស្ត្រផ្សេងទៀតនៅមានសភាពស្ងប់ស្ងាត់ប៉ុន្តែកងកម្លាំងយើងនៅបន្តតាមដានដោយយកចិត្តទុកដាក់ខ្ពស់បំផុតទី2ស្ថានភាពជួរមុខនៅក្នុងសមរភូមិក្នុងទិសយុទ្ធភូមិភាគទី5ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យនិងខេត្តពោធិ៍សាត់ភាគីថៃបានបន្តបាញ់ប្រហារមកលើកម្ពុជាគិតចាប់តាំងពីវេលាម៉ោង18:00នាទីថ្ងៃទី15ខែធ្នូឆ្នាំ2025រហូតមកដល់ម៉ោង8:00នាទីថ្ងៃទី16ខែធ្នូឆ្នាំ2025នៅថ្ងៃទី15ខែធ្នូឆ្នាំ2025នៅវេលាម៉ោង18:20នាទីល្ងាចយោធាថៃបានបន្តបាញ់ផ្លោងចូលភូមិសាស្ត្រភូមិព្រៃច័ន្ទនៅវេលាម៉ោង20:27នាទីយោធាថៃបានបាញ់ផ្លោងជ្រុំសន្ធឹកសន្ធាប់ចេញពីនាវាចូលក្នុងភូមិសាស្ត្រអូភ្លុកដំរីនៅវេលាម៉ោង22:33នាទីយោធាថៃបន្តបាញ់កាំភ្លើងធំចេញពីនាវាចូលក្នុងភូមិសាស្ត្រអូភ្លុកដំរីរហូតមកដល់ថ្ងៃទី16ខែធ្នូឆ្នាំ2025យោធាថៃនៅបន្តបើកការបាញ់ប្រហារមកលើកម្ពុជានៅវេលាម៉ោង12:14នាទីរំលងអធ្រាត្រយោធាថៃបន្តបាញ់កាំភ្លើងធំចេញពីនាវាចូលក្នុងភូមិសាស្ត្រអូភ្លុកដំរីបន្ថែមទៀតនៅវេលាម៉ោង6:25នាទីព្រឹកយោធាថៃបានបាញ់ផ្លោងចូលក្នុងភូមិសាស្ត្រភូមិជោគជ័យនៅវេលាម៉ោង6:30នាទីយោធាថៃបានបាញ់ផ្លោងចូលក្នុងភូមិសាស្ត្រភូមិព្រៃច័ន្ទនៅវេលាម៉ោង7:10នាទីកម្លាំងថ្មើរជើងរបស់យោធាថៃអមដោយរថក្រោះព្យាយាមរុលចូលមុខក្នុងភូមិសាស្ត្រភូមិព្រៃច័ន្ទនៅវេលាម៉ោង7:36នាទីយោធាថៃបានចាប់ផ្ដើមបាញ់ផ្សែងពុលចូលក្នុងភូមិសាស្ត្រភូមិព្រៃច័ន្ទចំពោះស្ថានភាពនៅក្នុងភូមិសាស្ត្រដទៃផ្សេងទៀតមានសភាពស្ងប់ស្ងាត់ប៉ុន្តែកងកម្លាំងរបស់យើងនៅបន្តតាមដានដោយយកចិត្តទុកដាក់ខ្ពស់បំផុត